មនុស្សភាគច្រើនចងចាំកំហុសរបស់អ្នកបានយូរជាងអំពើល្អរបស់អ្នកអាចផ្ដល់ឲ្យនរណាម្នាក់នូវការអត់ធ្មត់និងសេចក្តីសប្បុរសរាប់ឆ្នាំប៉ុន្តែពួកគេនៅតែផ្ដោតទៅលើតែពេលមួយដែលអ្នកធ្វើមិនបានល្អវាមិនមែនមកពីខណៈពេលនោះមានសារៈសំខាន់ជាងអ្វីៗទាំងអស់នោះទេប៉ុន្តែមកពីកំហុសគឺជាសាច់រឿងដែលគួរឲ្យចាប់អារម្មណ៍ជាងភាពល្អដែលមិនប្រែប្រួលរបស់អ្នកភាពល្អដែលមិនប្រែប្រួលគឺមានសភាពស្ងប់ស្ងាត់ប៉ុន្តែកំហុសឆ្គងគឺមានសម្លេងខ្លាំងមនុស្សមួយចំនួនតោងជាប់នឹងចំណុចទាបបំផុតរបស់អ្នកដើម្បីឲ្យពួកគេមានអារម្មណ៍ថាខ្លួនឯងខ្ពង់ខ្ពស់ជាងមុនសេចក្តីសប្បុរសរបស់អ្នកបានក្លាយជាអ្វីដែលពួកគេរំពឹងទុកថាត្រូវតែទទួលបានចំណែកឯការផ្លត់ស្នៀតរបស់អ្នកវិញបានក្លាយជាអ្វីដែលពួកគេនឹងយកទៅនិយាយដដែលប៉ុន្តែនេះគឺជាការពិតគ្មានរឿងទាំងនោះណាមួយដែលអាចកំណត់ថាអ្នកជាមនុស្សបែបណានោះឡើយអ្វីដែលកំណត់អត្តសញ្ញាណរបស់អ្នកគឺជារូបអ្នកដែលផ្ដល់ភាពល្អជាប្រចាំមិនមែនជារូបអ្នកនៅក្នុងថ្ងៃដែលអាក្រក់បំផុតនោះទេបុគ្គលិកលក្ខណៈរបស់អ្នកមិនមែនវាស់ងាយដោយការបរាជ័យតែមួយលើកនោះទេប៉ុន្តែវាស់វែងដោយសារអំពើល្អដែលអ្នកតែងតែត្រឡប់ទៅធ្វើម្ដងហើយម្ដងទៀតដូច្នេះកុំរស់នៅដោយព្យាយាមគ្រប់គ្រងលើការចងចាំរបស់អ្នកដទៃចំពោះរូបអ្នកឡើយចូលរស់នៅក្នុងរបៀបមួយដែលស្មោះត្រង់នឹងខ្លួនឯង